នៅវីដេអូមួយថាសាងហេតុទៅបានផលចាអញ្ចឹងមិនថាគ្រប់យ៉ាងតើតើមានហេតុទៅមានផលចាដូចខ្ញុំចេញមករងថ្ងៃនេះបងប្អូនចាក៏ដោយសារតែហេតុដែរបងប្អូនចាគឺខ្ញុំខំប្រឹងសាងហេតុចាសាងហេតុនៃសេចក្តីល្អសាងហេតុនៃការចែករំលែកគន្លឹះល្អសាងហេតុនៅស្នាមញញឹមចាដើម្បីពួកអីគោលដៅចាគឺខ្ញុំទទួលបានក្តីសុខខ្ញុំត្រូវការចាក្តីសុខត្រូវការភាពញញឹមរីករាយមានក្តីសុខចាអញ្ចឹងគ្រប់យ៉ាងគឺយើងសាងចាសាងពេលដែលយើងសាងពេលដែលបច្ច័យយើងគ្រប់យើងនឹងទទួលបានចាដោយអំពីគន្លឹះល្អពិធីសាងក្តីសុខពិធីធ្វើម៉េចដើម្បីឲ្យជីវិតរបស់យើងរីករាយច្រើនមានក្តីសុខច្រើនបងប្អូនចាអានេះក៏ជាការសាងហេតុដែរហើយសំខាន់មួយទៀតចាច្បាប់នៃការស្រូបទានគឺធ្វើការតាមអារម្មណ៍និងការគិតចាអារម្មណ៍និងការគិតអញ្ចឹងមិនថាបងប្អូនគិតបែបណាប្រើប្រាស់អារម្មណ៍ទៅបែបណាបើសិនជាគិតឲ្យអារម្មណ៍រួមចូលទៅជាមួយចានោះរូបភាពជីវិតនោះនឹងទទួលបានមិនថារឿងល្អឬរឿងមិនល្អឲ្យតែបងប្អូនគិតហើយបងប្អូនជឿបងប្អូនដាក់អារម្មណ៍ចូលទៅជាមួយចាហើយសម្រាប់ខ្ញុំដូចខ្ញុំចេញមកចែកនេះបងប្អូនខ្ញុំអត់មានជាអ្នកចេះដឹងអីទេចាខ្ញុំអត់មានអ្នកចេះដឹងទេប៉ុន្តែគ្រាន់តែខ្ញុំសាងហេតុចាខ្ញុំសាងហេតុពូជនៃសេចក្តីល្អធ្វើជាមនុស្សល្អចាទោះបីជាពេលនេះបងប្អូនយល់ថាមិនមែនជាមនុស្សល្អអីគ្រាន់តែនិយាយតែមាត់ចាប៉ុន្តែខ្ញុំកំពុងតែសាងពេលដែលបច្ច័យគ្រប់យ៉ាងនឹងឡងត្រឡប់មករកខ្ញុំវិញបងប្អូនចាអញ្ចឹងថាហើយឲ្យយើងសាងធ្វើបេះដូងជាអ្នកឲ្យចាយើងកាន់តែឲ្យយើងកាន់ទទួលបានយើងឲ្យតែក្តីយើងឲ្យស្នាមញញឹមយើងនឹងទទួលបានស្នាមញញឹមចាយើងឲ្យមាសប្រាក់យើងទទួលបានមាសប្រាក់យើងឲ្យសេចក្តីសុខទៅអ្នកដទៃចាយើងនឹងទទួលបានក្តីសុខត្រឡប់មកវិញចាមិនមែនថាអ្នកដទៃនោះផ្ដល់មកឲ្យយើងទេចាប៉ុន្តែកម្លាំងដ៏ស័ក្តិសិទ្ធិនៅក្នុងដែនចក្រវាឡនេះគឺមានប្រកបបងប្អូនចាកម្លាំងដ៏ស័ក្តិសិទ្ធិចាដីទឹកភ្លើងខ្យល់ធាតុទាំង4ដែលត្រូវត្រង់រាងកាយរបស់យើងចាយើងដូចខ្ញុំទាំងញញឹមបានសើចបានមានក្តីសុខបានចេញមកចែករំលែកបងប្អូនបានចាដោយសារអីដោយសារតែកម្លាំងធម៌ពលនៃចក្រវាឡធម៌ពលដ៏អស្ចារ្យធម៌ពលដ៏ស័ក្តិសិទ្ធិដែលរុញច្រានឲ្យខ្ញុំឲ្យបងប្អូនបានស្គាល់ខ្ញុំចាថាខ្ញុំជានរណានៅកន្លែងណាប្រកបការងារអីហើយចេញមកនឹងគោលបំណងគឺដើម្បីអ្វីចាអត់មានគោលបំណងអីទេបងប្អូនចាគ្រាន់តែថាបើសិនជាពាក្យពេចន៍ដែលខ្ញុំនិយាយចេញទៅត្រូវអធិស្ឋានបងប្អូនរើសជាទុកបើសិនជាអត់ត្រូវអធិស្ឋានបងប្អូនអូសរំលងចាអរគុណច្រើន